បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកនៅពាក្យសូដូចមួយទៀតដើម្បីមកធ្វើការបកស្រាយបង្ហាញបងប្អូនសិស្សានុសិស្សទាំងអស់ក៏ដូចជាប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រនៅវីដេអូដែលខ្ញុំបានធ្វើទាក់ទងទៅនឹងការងារអប់រំបាទអត្ថប្រយោជន៍ដែលវីដេអូខ្ញុំបានធ្វើនេះសង្ឃឹមថានឹងជួយដល់បងប្អូននៅក្នុងការសិក្សាផងដែរបាទពាក្យដែលលើកមកថ្ងៃនេះគឺពាក្យរុញបាទពាក្យរុញនេះគឺយើងមានពីរគឺទី1រដាក់ស្រអុកនឹងញមួយទៀតរញបន្តបាទពាក្យរុញមូលហេតុដែលខ្ញុំលើកមកបង្ហាញនេះគឺជៀសវាងការប្រើប្រាស់ច្រឡំរបស់បងប្អូនសិស្សានុសិស្សទាំងអស់ក៏ដូចជាអស់លោកលោកស្រីដែលតែងតែប្រើប្រាស់នៅភាសាខ្មែរយើងបាទបាទបាទជាដំបូងនេះគឺពាក្យរុញដែលសរសេរដោយបាទរញបន្តនេះយើងអានថារុញឋានៈពាក្យជាកិរិយាសព្ទមានន័យថាតុញតោះទៅគំនិតហើយបើឋានៈពាក្យជាគុណនាមវិញប្រែថាខ្លីតុញបាទខ្លីតុញឧទាហរណ៍ករុញហ្នឹងគឺកខ្លីណាកតល់បាទរៀងរុញគំនិតរុញមានន័យថាកខ្លីបាទកខ្លីកតុញកទឿរៀងរុញហ្នឹងរៀងកទឿរៀងតុញបាទគំនិតរុញនេះវាថាគំនិតខ្លីសុញគំនិតបាទដែលយើងអ្នកខ្លះគេហៅថាកញ្ញាញ់ខួរណាបាទមួយទៀតគឺរុញរេហ្នឹងគឺតុញទៅពំបានត្រឡប់រេថយក្រោយនេះរុញរេណាបាទអ្នកខ្លះគេប្រើធ្វើការឲ្យមួយដូចរៀងបាទរុញរេផ្អែផ្អង់ចុះឡើងហ្នឹងបាទអញ្ចឹងមានន័យថាតុញទៅមិនកើតថយក្រោយវិញបាទមួយទៀតគឺពាក្យរុញដែលសរសេររស្រៈអុនឹងញនេះឋានៈពាក្យជាកិរិយាសព្ទមានន័យថាច្រានទៅមុខច្រានជំរុលទីហោរុញអស់ទឹកថ្មីរុញទឹកចាស់បាទដូចរុញរទេះរុញកង់រុញស៊ីក្លូរុញអីហ្នឹងបាទរុញទ្វេរុញអីហ្នឹងគឺរុញហ្នឹងហើយបាទរសឧនឹងញហ្នឹងបាទគឺរុញហ្នឹងឯងបាទអញ្ចឹងអត្ថន័យនៃពាក្យដែលខ្ញុំបង្ហាញនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណសូមជម្រាបលា